ជំរាបសួរបងប្អូនទាំងអស់គ្នាអឺវីដេអូនេះសូមលើកឡើងអំពីទិវាអំណានជាតិបងប្អូនឬទិវាជាតិអំណានដែលនៅក្នុងព្រះរាជក្រឹត្យនៅក្នុងអនុក្រឹត្យបងប្អូននៅក្នុងអនុក្រឹត្យហ្នឹងគឺនិយាយអំពីទិវាជាតិអំណានដែលមានហ្នឹងគឺអនុក្រឹត្យហ្នឹងត្រូវបានមានន័យថាប្រកាសជាផ្លូវការនៅឆ្នាំ2015បងប្អូនអនុក្រឹត្យស្ដីពីទិវាអំណានជាតិហ្នឹងដែលអនុក្រឹត្យលេខ120 អនក្របកបងប្អូនរបស់រាជរដ្ឋាភិបាលកម្ពុជាអញ្ចឹងតាំងពីឆ្នាំ2015ហើយមកដល់ឥឡូវនេះគឺមានរយៈពេល10ឆ្នាំមកហើយបងប្អូនហើយឆ្នាំនេះគឺជាការប្រារព្ធឡើងនៅទិវាអំណានជាតិហ្នឹងលើកទី10បងប្អូនលើកទី10ហ្នឹងបងប្អូនដឹងហើយគឺទិវាជាតិអំណាននេះសំខាន់មួយដែរអាហ្នឹងបើសិនបើយើងយល់ថាសំខាន់គឺសំខាន់ហើយបងប្អូនហើយកាលមុនធ្លាប់ប្រឡងចំណេះដឹងទូទៅឬក៏វប្បធម៌ទូទៅហ្នឹងគេចេញសួរពីថ្ងៃប្រារព្ធទិវាជាតិអំណានហ្នឹងថាតើប្រារព្ធនៅថ្ងៃណាហើយខ្ញុំម្នេះមើលវប្បធម៌ទូទៅហ្នឹងមើលប៉ះចំច្រើនដងដែរប៉ុន្តែពេលប្រឡងអត់ចាំបងប្អូនដឹង11និង11អីតែពិត11មីនានេះឯងណាហើយនៅក្នុងគោលបំណងនៅក្នុងមាត្រាមួយហ្នឹងយើងមើលទៅគឺប្រារព្ធនៅថ្ងៃទី11ខែមីនារៀងរាល់ឆ្នាំណារៀងរាល់ឆ្នាំទិវាជាតិអំណាននៃប្រជាណាចក្រកម្ពុជានេះគោលបំណងគឺដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អានលើកកម្ពស់សមត្ថភាពអាននិងការតែងនិពន្ធរួមចំណែកការពារនិងពង្រឹងវប្បធម៌ខ្មែរបងប្អូនយ៉ាងហើយបានជានៅក្នុងឆ្នាំនេះដែរគឺទិវាអំណានជាតិហ្នឹងក្រសួងអប់រំក៏ដូចជាស្ថាប័នពាក់ព័ន្ធហ្នឹងបានធ្វើឡើងឬក៏ប្រារព្ធនៅសាលាតិចណូបងប្អូនសាលាវិទ្យាស្ថាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាយើងហៅថាតិចណូនោះក៏មានរៀបចំការតាំងពិព័រណ៍សៀវភៅទីនោះហើយមានការបើកសម្ពោធនៅក្នុងទិវានេះជាផ្លូវការចាប់ពីថ្ងៃទី8បងប្អូនហើយទី8ដល់ថ្ងៃទី11នេះជាថ្ងៃបិទបញ្ចប់ហើយមែនតើថាធ្វើវីដេអូនេះឲ្យបានមុនថ្ងៃទិវាអំណានហ្នឹងទិវាជាតិអំណានប៉ុន្តែដោយសារអត់មានពេលអញ្ចឹងទើបតែធ្វើដល់ថ្ងៃនេះវាហាក់ដូចជាហួសពេលទៅហើយប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយបងប្អូនក៏ធ្វើទៅដើម្បីចូលរួមចំណែកមួយផ្នែកហើយជាការមានន័យថារួមចំណែកនៅក្នុងទិវាជាតិអំណានហ្នឹងកុំឲ្យអត់សោះបងប្អូនអត់សោះមិនកើតទេបើទោះជាយើងអ្នកមិនអានឬក៏អានតិចយ៉ាងណាក៏នៅតែលើកស្ទួយឬក៏លើកកម្លាំងចិត្តលើកទឹកចិត្តដល់បងប្អូនទាំងអស់ដែលស្រឡាញ់ការអានសូមឲ្យមានការអាននឹងឯងឲ្យបានផុសផុលឡើងបងប្អូនមិនមនុស្សគ្រប់រូបសុទ្ធតែចូលចិត្តអាននោះទេប៉ុន្តែបើសិនបើមិនអានគឺយើងមិនចេះឬក៏ថាមិនអាចអភិវឌ្ឍខ្លួនឲ្យកាន់ប្រសើរទេបងប្អូនអញ្ចឹងត្រូវតែអានអញ្ចឹងនៅក្នុងឆ្នាំនេះដែរមានប្រធានបទការអានផ្សារភ្ជាប់អន្តរជំនាន់បងប្អូនជំនាន់មនុស្សក្នុងសង្គមអានេះប្រធានបទហ្នឹងគឺគេប្រារព្ធឡើងនៅក្នុងឆ្នាំនេះហើយមានការចូលរួមប្រឡងផ្សេងមានកម្មវិធីប្រឡងហ្នឹងពាក់ព័ន្ធនឹងកំណាព្យហើយនឹងអត្ថបទប្រធានបទដែលបានលើកឡើងហ្នឹងបងប្អូនណាហើយមានការបើកកិច្ចសម្ពោធទិវាជាតិហ្នឹងដោយឯកឧត្តមនាយករដ្ឋមន្ត្រីក្រសួងអប់រំហើយឧត្តមហង ជួន នរ៉ុន
ហើយនៅពេលបិទនេះក៏គាត់ចូលរួមផងដែរបងប្អូនហើយនេះបើសិនបើយើងមើលទៅគឺជាថ្ងៃពិសេសមួយដែលនៅក្នុងការរំលឹកទៅដល់ស្នាដៃរបស់បព្វបុរសឬក៏អ្នកប្រាជ្ញជំនាន់ដើមរបស់យើងថ្ងៃនេះជាថ្ងៃពិសេសមួយបងប្អូនខ្លះអាចមិនដឹងទេគឺជាថ្ងៃដែលព្រះសមាធិធិបតីចូលទៅញាណោជួនណាតលោកប្រសូតនៅក្នុងថ្ងៃនេះឯងបងប្អូនអញ្ចឹងលោកប្រសូតនៅថ្ងៃទី11ខែមីនាឆ្នាំ1883នេះបងប្អូនណាអញ្ចឹងគឺជាការរំលឹកដល់ថ្ងៃប្រសូតរបស់លោកមួយដែរដែលជាអ្នកប្រាជ្ញខ្មែរយើងពាក់ព័ន្ធទៅនឹងស្នាដៃអក្សរសាស្ត្រខ្មែរជាពិសេសវចនានុក្រមដោយបងប្អូនបានដឹងហើយគឺលោកបានបង្កើតនៅក្រុមរៀបចំឲ្យមាននៅវចនានុក្រមឡើងហើយវចនានុក្រមបច្ចុប្បន្នគឺគេយកពនាមរបស់លោកគឺវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតអញ្ចឹងទៅយកជាគោលបើទោះជាមានក្រុមជំនុំអីត្រឹមត្រូវប៉ុន្តែគេយកឈ្មោះលោកជាបឋមប្រធានបងប្អូនណាអញ្ចឹងបងប្អូនភាគច្រើនស្គាល់ហើយវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតហ្នឹងហើយយើងហៅវចនានុក្រមជួនណាតវចនានុក្រមជួនណាតយ៉ាងនេះគឺជាការរំលឹកមួយដ៏សំខាន់ដល់ថ្ងៃប្រសូតរបស់សម្ដេចព្រះសង្ឃរាជជួនណាតចូលទៅញាណោបងប្អូនណានេះនិយាយអំពីថ្ងៃនេះគឺជាថ្ងៃពិសេសដែលមានប្រារព្ធឡើងនៅវិទ្យាស្ថានបច្ចេកទេសបច្ចេកវិទ្យាកម្ពុជាយើងហៅថាតិចណូបងប្អូនជាស្រ័យបើសិនមកអានមើលតាក់ឈ្មោះអីណានេះយើងនិយាយអំពីនៅភ្នំពេញបងប្អូនហើយនៅតាមខេត្តនេះក៏មិនដឹងថាតាមសាលាឬក៏តាមវិទ្យាល័យផ្សេងហ្នឹងគេប្រារព្ធយ៉ាងណាដែរបងប្អូនប៉ុន្តែចំណុចពិសេសមួយដែលខ្ញុំឃើញពាក់ព័ន្ធនឹងការអាននេះឃើញនៅខេត្តព្រៃវែងបងប្អូនខេត្តព្រៃវែងមានបងប្រុសម្នាក់ឈ្មោះថាអុកវ៉ាន់ដេតដែលគាត់ធ្វើដំណើរពីខេត្តផ្សេងមកអស់6ខេត្ត5ខេត្តមកហើយមកដល់ខេត្តព្រៃវែងនេះជាខេត្តទី6បងប្អូនខេត្តទី6ហើយការធ្វើដំណើររបស់គាត់ឲ្យឈ្មោះថាទេសចរអំណានបងប្អូននៅខេត្តព្រៃវែងហើយនៅទីរួមខេត្តបានឃើញហើយគាត់យកសៀវភៅមកជាច្រើនដល់រាប់ពាន់ក្បាលដឹកតាមឡានមកដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចាប់ពីសិស្សានុសិស្សថ្នាក់បឋមដែលចេះអានរហូតទៅដល់មនុស្សធំពេញវ័យថ្នាក់ដឹកនាំអីក៏ដោយក៏អាចចូលរួមអានសៀវភៅរបស់គាត់ដែរបងប្អូនអញ្ចឹងនេះគឺជាចំណុចពិសេសមួយរបស់ខេត្តព្រៃវែងមានន័យថាជាថ្ងៃប្រារព្ធទិវាជាតិអំណានហើយគឺជាថ្ងៃដែលសៀវភៅត្រូវបានទៅដល់នៅទឹកដីទីរួមខេត្តព្រៃវែងឬក៏ក្រុងព្រៃវែងនឹងទៀតបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនបានចូលរួមអាននឹងឲ្យបានកាន់តែច្រើនផុសផុលហើយមែនតើនឹង13ស្រុក12ស្រុក13រួមទាំងក្រុងអីយ៉ាងទៅបងប្អូនប្រជាពលរដ្ឋឬក៏ប្រជាជនប្រចាំខេត្តហ្នឹងមិនតិចប្រហែលទេប៉ុន្តែបើសិនបើអ្នកចូលរួមអានតិចជាងគេនោះគឺវាជារឿងមួយមិនល្អនោះទេហើយខ្ញុំម្នាក់មិនបានចូលរួមអានអីទេបងប្អូនហើយនៅភ្នំពេញណាណាមួយរឿងពេលវេលាដែលបានទៅចូលរួមអានហ្នឹងក៏មិនងាយបានដែរអញ្ចឹងសម្រាប់បងប្អូនណាដែលឆ្លៀតឱកាសបានសង្ឃឹមថាបងប្អូនទៅចូលរួមទាំងអស់គ្នាបងប្អូនហើយគាត់ដាក់តាំងសៀវភៅឲ្យអានហ្នឹងចាប់ពីថ្ងៃទី3ដល់ថ្ងៃទី13អញ្ចឹងនៅតែប្រហែលថ្ងៃទៀតទេនៅតែ2ថ្ងៃទៀតអស់ហើយបងប្អូនហើយខ្ញុំចាប់អារម្មណ៍ដែរនៅក្នុងថ្ងៃទី11នេះបើសិនបើយើងនិយាយអំពីខេត្តដែលគាត់មកមុនខេត្តព្រៃវែងនេះមានន័យគាត់ទៅដល់មុនព្រៃវែងនេះគឺខេត្តស្វាយរៀងដែលមានអ្នកចូលរួមអានរហូតទៅដល់1500នាក់បងប្អូនណាគាត់រាប់ចំនួនឬក៏ប៉ាន់ស្មានទៅ1500នាក់ដែល
ជាចំនួនមួយដ៏ច្រើនគួរសមដែរបងប្អូនណានេះខេត្តស្វាយរៀងចំណែកឯខេត្តព្រៃវែងនេះវិញប្រហែលថ្ងៃមកបងប្អូនតាំងពីថ្ងៃទី3រហូតដល់ថ្ងៃទី11នេះឃើញការបង្ហោះនៅលើ page របស់គាត់អុកវ៉ាន់ដែននេះគឺមានអ្នកអានដែលគាត់មើលប្រហែលទៅឃើញត្រឹមតែ800នាក់តែប៉ុណ្ណោះបងប្អូនហើយចាំមើលតែ2ថ្ងៃទៀតថាតើមានចំនួនកើនដល់ប្រហែលអាចប្រហែលខេត្តស្វាយរៀងឬក៏នៅតែចាញ់ខេត្តស្វាយរៀងបងប្អូនហើយបងប្អូនព្រៃវែងចាញ់ស្វាយរៀងចាញ់រឿងអីមិនថាទេបងប្អូនតែប៉ុន្តែចាញ់រឿងអានរឿងរៀនសូត្ររឿងចំណេះដឹងនេះវាមិនគួរសោះបងប្អូនប៉ុន្តែអានេះយើងមិនអាចប៉ានស្មានថាគាត់មិនអានមកពីគាត់មិនរៀនទេដោយសារជាងការគាត់រវល់អីយ៉ាងនេះបងប្អូនយើងអត់ដឹងទេបើទោះជាខេត្តធំស្រុកច្រើនប៉ុន្តែនៅឆ្ងាយគាត់មកពិបាកមកមិនដល់ហើយទីប្រជុំជនមិនសូវច្រើនដូចស្វាយរៀងឬក៏យ៉ាងម៉េចអានេះយើងមិនដឹងដែរប៉ុន្តែចាំមើល2ថ្ងៃទៀតបងប្អូនហើយចំណុចមួយទៀតបងប្អូនអ្នកមកអានហ្នឹងអានភាគច្រើនស្រីទៅទៀតប្រុសបាត់ទៅណាបងប្អូនស្រីតាមគាត់លើកឡើងរបស់បងតាមការលើកឡើងរបស់បងប្រុសអូវ៉ាន់ដេននេះគាត់ថាស្រីរហូតទៅដល់80% បងប្អូនហើយគាត់តិចមិនប្រុសបាត់ទៅណាបងប្អូនអញ្ចឹងបងប្អូនណាបានភរិយាឬក៏ប្រពន្ធអ្នកខេត្តព្រៃវែងសំណាងពីព្រោះអីព្រោះគាត់ស្រឡាញ់ការអានធ្លាប់លើពាក្យបណ្ឌិតរបស់សុកទូចនិយាយអំពីមនុស្សស្រីដែលល្អបើសិនបងប្អូនទៅសូមឲ្យទៅមើលបណ្ណាល័យអញ្ចឹងទៅប៉ុន្តែបើទៅមនុស្សស្រីស្អាតមើលតាមក្លឹបតាមអីនោះឧទាហរណ៍បងប្អូនណានេះជាការលើកឡើងរបស់បណ្ឌិតសុកទូចប៉ុន្តែមែនតើយើងមិនអាចវាស់ស្ទង់ដោយការលើកឡើងនេះទេតើតែការជួបប្រស្រីតាក់ទងជាក់ស្ដែងហើយដំណើរជីវិតរបស់មនុស្សក៏មិនប្រកាសថាមនុស្សនេះបែបអននៅតែអនទេហើយពូកែនៅតែពូកែទេអញ្ចឹងវាអាចមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែងអញ្ចឹងខ្ញុំចាប់អារម្មណ៍ទៅលើទិវាជាតិអំណាចហ្នឹងដូចជាការលើកឡើងអំពីការប្រពៃនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហ្នឹងគឺមានការចូលរួមប្រកួតប្រជែងផ្សេងបងប្អូនដែលលើកស្ទួយដល់សមត្ថភាពនៃការតែងនិពន្ធអីចឹងទៅហើយមានបេក្ខជនជាលភីតាមខេត្តតាមអីហ្នឹងមានអត្ថបទសំណេរជាអត្ថបទមានការស្មូតកំណាព្យអីចឹងទៅបងប្អូនសូត្រកំណាព្យនោះក៏មានការប្រណាំងប្រជែងគ្នានោះមានបេក្ខជនជាប់លេខភីផ្សេងទៅចំណែកឯព្រៃវែងនេះដូចខ្ញុំបានលើកឡើងហើយបើទោះជាមិនមានកម្មវិធីប្ររពអីដែលដូចជានៅភ្នំពេញប៉ុន្តែជាទឹកដីមួយដ៏វិសេសដែលសិភៅរាប់ពាន់ក្បាលបានធ្វើដំណើរពីខេត្តផ្សេងទៅចំនៅត្រឹមខេត្តព្រៃវែងឬក៏ក្រុងព្រៃវែងដែលជាការផ្ដល់ឱកាសមួយដល់បងប្អូនប្រជាពលរដ្ឋដែលនៅចិត្តឬក៏នៅនាខេត្តទឹកដីព្រៃវែងនោះបានអានហើយមិនមែនអានថ្ងៃហ្នឹងទេបងប្អូនឲ្យលើកកម្ពស់នៃការអាននេះសូមឲ្យបងប្អូនទាំងអស់ស្រឡាញ់ការអានទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនណាហើយសង្ឃឹមថាអ្នកខេត្តព្រៃវែងបានឃើញនៅវីដេអូនេះជួយ comment ផងថាតើមានប្រមាណអ្នកដែលបានឃើញនៅវីដេអូនេះហើយចូលរួមអានទាំងអស់គ្នាបងប្អូនសូមអរគុណចំពោះការតាមដាននិងទស្សនា